រឿងក្មេកភ្លៀងនិងកាហ្វេមួយកែវនៅទីក្រុងតូចមួយដែលស្នាក់នៅជាភ្នំមានកន្លែងផឹកកាហ្វេឈ្មោះក៏សំឡេងភ្លៀងក៏រាល់ពេលភ្លៀងធ្លាក់សំឡេងភ្លៀងលើដំបូលដែកនោះធ្វើឲ្យហាងកាន់តែមានហូរអារម្មណ៍ស្ងប់ស្ងាត់សុផាតគឺជាក្មេងស្រីដែលមកអានសៀវភៅនៅទីនោះរៀងរាល់ថ្ងៃសៅរ៍ហើយឆៃក្មេងប្រុសបារីស្តាមានស្នាមញញឹមស្រួចដែលធ្វើឲ្យអ្នកណាក៏ចង់ថតរូបរក្សាទុកគាត់តែងតែជូតទៅយ៉ាងហ្មត់ចត់ប៉ុន្តែភ្នែកគាត់តែងតែខ្វល់ពីតដែលសុផាតអង្គុយថ្ងៃមួយមានភ្លៀងធ្លាក់ខ្លាំងសុផាតកាន់សៀវភៅមួយក្បាលមកលេងក៏ចូលក្នុងហាងខណៈឆៃកំពុងចាក់ទឹកកាហ្វេលេចឡើងសំឡេងខូចពីខ្យល់ខ្លាំងធ្វើឲ្យភ្លើងស្ទើរលង់សុផាតភ័យបន្តិចប៉ុន្តែឆៃចាប់ផ្ដាច់និយាយស្រួលថាកុំខ្លាចទេនៅទីនេះភ្លៀងធ្លាក់ទៅកាន់ល្អសុផាតញឹមទន់ហើយទៅប្រាប់ថាតែងតែយកសៀវភៅមកអាននៅទីនេះព្រោះសំឡេងភ្លៀងធ្វើឲ្យអាក្រក់ចិត្តរាល់សប្តាហ៍ឈប់សម្រាករបស់នាងคล้ายជាអារម្មណ៍ក្តៅវិញឆៃលក់សំណើមួយបើថ្ងៃណាមានភ្លៀងតើអាចអង្គុយអានសៀវភៅចិត្តខ្ញុំបានទេខ្ញុំអាចសូត្រពាក្យខ្លះពីសៀវភៅអ្នកចែករំលែកផងសុផាតខ្មាស់ហើយក្បាលក្រឡោតតិចពេលនោះសំឡេងភ្លៀងដូចជាខ្លាំងជាងមុនប៉ុន្តែបេះដូងទាំងពីរអ្នកកាន់តែស្ងប់ហើយក្តៅជាងមុនពីថ្ងៃនោះមកកាហ្វេមួយកែវនិងសំឡេងភ្លៀងคล้ายជាសាក្សីនៃស្នេហារីកលូតលាស់របស់ពួកគេស្នេហាមួយដែលមិនត្រូវការពាក្យច្រើនតែត្រូវការអារម្មណ៍ពិតបន្ទាប់ពីភ្លៀងធ្លាក់ចុះថ្ងៃអាទិត្យមួយមានភ្លៀងតិចតួចធ្លាក់លើដំបូលហាងក៏សំឡេងភ្លៀងក៏ដូចជាសូរសង្គ្រោះពីមេឃសុផាតមកដល់ដំបូងជាងធម្មតានាងកាន់សៀវភៅថ្មីរឿងអំពីមនុស្សពីរនាក់ដែលជួបគ្នាតាមកញ្ចប់ភ្លៀងហើយនោះធ្វើឲ្យនាងគិតពីឆៃមកដល់មិនយូរប៉ុន្មានពេលឃើញសុផាតអង្គុយរំពឹងរង់ចាំគាត់ធ្វើមុខភ្លឺដូចមនុស្សឃើញព្រះអាទិត្យក្រោយភ្លៀងធំខ្ញុំប្រញាប់មកព្រោះខ្លាចអ្នករង់ចាំយូរគាត់និយាយសុផាតញឹមបន្តិចខ្ញុំមកមុនដែរប្រហែលខ្ញុំក៏ចង់ឃើញអ្នកលឿនជាងធម្មតាសំនៀងនោះធ្វើឲ្យបេះដូងឆៃលោតក្តៅភ្លៀងនឹងការស្គាល់គ្នាបន្ថែមពេលឆៃចាក់កាហ្វេសុផាតក៏លេងកែវទឹកដូចមនុស្សគួរឲ្យខ្មាស់អ្នកគិតអ្វីឆៃសួរពេលដាក់កាហ្វេចិត្តនាងសុផាតដកដង្ហើមស្រាលខ្ញុំគិតថាកន្លែងនេះកំពុងคล้ายទៅជាអ្វីមួយពិសេសជាមួយខ្ញុំឆៃមិនទាន់ទម្លាប់បានល្អក្នុងការស្ដាប់ពាក្យផ្អែមបែបនេះទាំងមុខតូចរបស់គាត់ក៏ក្រហមបន្តិចបើបែបនេះខ្ញុំសន្យាថានឹងធ្វើឲ្យថ្ងៃភ្លៀងគ្រប់ថ្ងៃកាន់តែពិសេសឲ្យអ្នកបានព្រឹត្តិការណ៍មួយដែលបំផ្លាញហត្ថលេខាតែថ្ងៃនោះមានភ្លៀងធ្លាក់ខ្លាំងពេកទឹកចេញពីផ្លូវធម្មតាចូលក្នុងហាងតិចដោយឃើញអាសន្នឆៃត្រៀមបិទទ្វារនិងជួយអំពើលឿនសុផាតជួយគាត់លូតលាស់បើទោះបីនាងមិនជំនាញក៏ដោយទាំងពីរប្រញាប់ប្រញាល់រហូតរាងកាយប៉ះគ្នាជិតជាងថ្ងៃណាទាំងអស់ពេលភ្លៀងស្រកសុផាតឈប់មើលខ្យល់ក្រៅនិងនិយាយបន្តិចនៅជិតឆៃយប់នេះហាក់ដូចមានអារម្មណ៍មិនដូចសូវថ្ងៃទេឆៃក្នុងជំហានក្លាហានមិនធ្លាប់ធ្វើបន្តប្រហែលព្រោះយើងកាន់តែស្និទ្ធគ្នាសុផាតអង្គុយស្ងៀមមិនអាចបង្កាបក្រអៀវលើមុខបានទេនាងឆាប់ត្រឡប់ភ្នែកទៅមើលគាត់ហើយនិយាយដោយសំឡេងស្ទើរមនុស្សខ្ញុំមិនមានទំនាក់ទំនងបែបនេះជាមួយនរណាមុនទេឆៃដកដង្ហើមជ្រៅហើយផ្លាស់យកដៃសុផាតមកកាន់ដៃរបស់គាត់យ៉ាងស្រួលបើអ្នកមិនអាចណែនផ្លូវបានអ្នកអាចឲ្យខ្យល់ជួយបានខ្យល់ថ្ងៃនេះឡើងដូចដឹកអ្នកមកជិតខ្ញុំនៅរយៈពេលនោះភ្លៀងបានឈប់ហើយពន្លឺព្រះអាទិត្យរះតាមទ្វារហាងដូចជាសាក្សីនៃអារម្មណ៍ថ្មីដែលទើបចាប់ផ្ដើមបើកផ្កាដៅភ្លៀងបានប្រហែល1ខែហើយសុផាតនិងឆៃកាន់តែស្និទ្ធជាមួយគ្នាមិនត្រឹមតែពេលគេចែករំលែកកាហ្វេនិងសៀវភៅទេប៉ុន្តែពេលពួកគេគ្រាន់តែអង្គុយស្ងៀមស្ដាប់សំឡេងភ្លៀងជាមួយគ្នាក៏មានអារម្មណ៍ពេញលេញដែរថ្ងៃដែលភ្លៀងមិនត្រឹមជាអាកាសធាតុទៀតទេថ្ងៃមួយក្រោយចុងសប្តាហ៍អស់កម្លាំងពេលសុផាតមកដល់ហាងឆៃមិននៅទៅបើកទ្វារហាងស្ងៀមខ្លាំងជាងធម្មតានាងមានអារម្មណ៍ចុងភ្លើងតូចនៅក្នុងចិត្តឆៃចេញមកពីបន្ទប់ខាងក្រោយជាមួយប្រអប់តូចមួយសុផាតខ្ញុំចង់បង្ហាញអ្វីមួយឲ្យអ្នកគាត់អង្គុយជិតនាងហើយដាក់ប្រអប់លើតុខ្យល់ត្រជាក់ទម្លាក់តាមបង្អួចហើយសំឡេងភ្លៀងស្រាលត្រូវលើដំបូលហាក់ដូចជាកំពុងលេងតន្ត្រីឲ្យពួកគេក្នុងប្រអប់នោះមានគោលការណ៍សរសេរដោយដៃមួយដែលឆៃគូជារៀងរាល់ថ្ងៃដែលសុផាតមកគាត់បានថតពេលពិសេសកាហ្វេពេលដំបូងនាងអស់ញឹមអាល់ប៊ុមសម្បូរម៉ូលបន្ទាប់មកវាคล้ายជាកំណត់ហេតុស្នេហារបស់គាត់ខ្ញុំមិនដឹងតើស្នេហាមានរូបរាងដូចម្ដេចឆៃនិយាយដោយសំឡេងកក់ក្ដៅតែពេលអ្នកមកក្នុងហាងនេះថ្ងៃភ្លៀងមិនមែនគ្រាន់តែភ្លៀងទៀតទេវាដូចជាសំឡេងដែលនាំអ្នកមករកខ្ញុំសុផាតស្ងៀមធ្លាក់ភ្នែកចុះលើកំណត់ហេតុដ៏ស្និទ្ធនោះ
គាត់មិនបានថែមពាក្យពេកទេបែបនោះហើយដែលនាងស្រឡាញ់ភាពសាមញ្ញយ៉ាងពិតប្រាកដក្តីស្រឡាញ់ដែលកើតឡើងក្នុងសន្លឹកភ្លៀងឆៃរុញចេញពីកៅអីជិតនាងហើយផ្ទៀងផ្ទាត់កាមេរ៉ាសុផាតខ្ញុំមិនសុំអ្វីធំធេងទេខ្ញុំគ្រាន់តែសុំថ្ងៃភ្លៀងទាំងអស់ឲ្យមាន